បងបងដែលមានតម្រូវដូចនេះបងបងអានេះចូលវិញបងបងអានេះដូច Type C កម្លាំងវា100 W អញ្ចឹងបងបងអានេះគេប្រើ PD អានេះវាមានកន្លែង display មើលបងបងមានតង់សុងមានវ៉ាត់មានអាំពែមើលអញ្ចឹងបងបងមានអាំពែមើលហើយយើងមានពីរប្រភេទហើយវាមានប្រភេទអញ្ចេះហើយនឹងប្រភេទអញ្ចេះបាទប្រភេទអញ្ចេះវាងាយស្រួលយើងប្រើដូច Type C មកគឺយើងវា support ជាមួយនឹងប្រភេទនេះអញ្ចឹងបងអានេះយើងអាចយកសិក្សាជាមួយនឹង Extreme 1 Extreme 2 boombox ចំនួនទី1 boombox ចំនួនទី2អញ្ចឹងបងហើយសំខាន់ណាស់តែត្រូវវាអញ្ចឹងបងអានេះតង់សុងវា19 V គឺអាចយកទៅសាកបានអញ្ចឹងបងយកទៅសាកថ្មបានហើយវា support ជាមួយប្រភេទអញ្ចេះបងគេដាក់អត់តែគេដាក់ចន្លោះពី PD វាចន្លោះពី5 V ទៅ20 V អញ្ចឹងយើងអាចសាកបានហើយយើងអាចសាកបានហើយអានេះចន្លោះពី5 V ទៅ20 V 5 A អញ្ចឹងបងអញ្ចឹងយើងអាចសាកជាមួយនឹងថ្មកូនបាសបានហើយកូន speaker បានហើយនេះគេមានដូចបតោអញ្ចឹងបងនេះដូចបតោអញ្ចឹងសិនជាមានតម្រូវការតាក់ទងមកបានហើយអានេះក៏ដូចគ្នានេះគឺខ្ញុំយកមកច្រើនដែរអញ្ចឹងបងសម្រាប់បងបងដែលខ្ជិលយកឆ្នាំងសាកវាទៅពេលឆ្ងាយយើងអាចប្រើជាមួយនឹងឆ្នាំងសាកតែបាត់អញ្ចេះមកគឺអាច support គ្នាបងគឺអាច support គ្នាអញ្ចឹងយើងប្រើតែឆ្នាំងសាកមួយសាកតែសាកទូរស័ព្ទផងសាកកូនបាសផងអញ្ចឹងវាស្រួលខ្លាំងមែនតើហើយបើសិនជាបងមានតម្រូវការគឺខ្ញុំមានក្នុងស្តុកអញ្ចឹងបងដល់នេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបង